ដូចជាពេលយប់ធ្លាក់ចុះយ៉ាងទន់ភ្លន់អ្នកត្រាច់ចោលតាមពន្លឺយ៉ាងស្ងៀមស្ងាត់ដែលបង្កើតឲ្យមានរាត្រីដ៏រុងរឿងឆ្នាំ2018ថ្នាក់ដឹកនាំតំណែង Pegasus ចំនួន100នាក់បានប្រមូលផ្ដុំគ្នានៅទីនេះដើម្បីដុតអណ្ដាតភ្លើងនៃជំនឿរាត្រីនោះបានបន្សល់ទុកនូវផ្កាភ្លើងដែលមិនថមថយពន្លឺនៅក្នុងចិត្តរបស់មនុស្សជាច្រើនឥឡូវនេះពួកគេត្រឡប់មកវិញម្ដងទៀតជាមួយសមិទ្ធផល10ដងនិងកម្លាំងបន្តទៅមុខ10ដងកើនឡើងម្ដងទៀតយ៉ាងពេញទំហឹងពន្លឺដែលនៅជាប់នឹងរឿងដ៏អស្ចារ្យថ្មីមួយស្លាបដែលដើរតាមក្តីសុបិនរាត្រី Pegasus ជាលទ្ធផលសម្រាប់អ្នកដែលហ៊ានចេញមក